នាងខ្ញុំបានបានលើកវីដេអូនិយាយពីចំណាយរបស់ម្ចាស់ផ្ទះបើសិនជាគាត់ដាក់លក់ផ្ទះចាអញ្ចឹងណាមិញគឺនាងខ្ញុំចង់លើកវីដេអូនេះយកមកសម្រាប់បងប្អូនយើងដែលគាត់ចង់លក់ផ្ទះថាតើគាត់មានចំណាយអីខ្លះដែលគាត់ត្រូវចំណាយកុំឲ្យគាត់មានបន្ទិលសង្ស័យចានេះខ្ញុំចង់បញ្ជាក់តិចនេះខ្ញុំនិយាយពីរឿងចំណាយទូទៅបើទោះជាជួនកាលអ្នកខ្លះគាត់ត្រូវដូចថាបងតាក់គេគាត់ត្រូវលក់ទាំងទៅទាំងមួយទៀតអញ្ចឹងគាត់ត្រូវបងខាប់ប្រូហ្គេមគាត់ត្រូវបងលុយចំណេញលុយអីគឺអត់តាក់ទងគ្នាទេនាងខ្ញុំគាត់ចង់និយាយថាចំណាយទូទៅទោះបីជាគាត់លក់ផ្ទះជួលទោះបីជាគាត់លក់ផ្ទះទៅទាំងមួយទៀតគឺខ្ញុំចង់និយាយថានេះគឺជាចំណាយជាទូទៅចាអញ្ចឹងប្រយ័ត្នច្រឡំតួលេខចាអញ្ចឹងកត្តាសំខាន់ដែលយើងចំណាយគឺវាមានតែ4ចំណុចទេចាចំណុចទី1គឺយើងនិយាយពីរឿងគេហៅកុំចង់ចារឿង commission ហ្នឹងពេលដែលយើងជាម្ចាស់ផ្ទះគឺយើងត្រូវចំណាយឲ្យ commission 2នាក់ខាង agent ដែលជាអ្នក represent បានន័យថាគឺជាអ្នកការពារយើងគឺជាអ្នកលក់ហ្នឹងហើយនឹង commission មួយទៀតគឺយើង pay ឲ្យអ្នកទិញសម្រាប់ agent ដែលយកអ្នកទិញចូលមកអញ្ចឹងជាទូទៅគឺមាន2អ្នកទាំងអស់គ្នាខាង agent ម្ចាស់ផ្ទះមួយនិងខាង agent អ្នកទិញមួយចាអញ្ចឹងម្ចាស់ផ្ទះគឺជាអ្នកចំណាយគាត់ថាច្បាប់ឥឡូវវាចេញមានកត្តាខ្លះម្ចាស់ផ្ទះគាត់អត់ចង់ចំណាយលុយឲ្យបងថ្លៃ commission ទៅ agent អ្នកទិញមានមែនប៉ុន្តែយ៉ាងណាមិញគឺវា case by case វាមិនមែន10ផ្ទះគឺទៅ10ទេព្រោះអីម្ចាស់ផ្ទះខ្លះក៏គាត់នៅតែអូខេបងថ្លៃ commission ទៅឲ្យ agent អ្នកទិញដែរចាអញ្ចឹងខ្ញុំបញ្ជាក់វិញទៀតគឺ commission គឺយើងត្រូវបង់2អញ្ចឹងបើសិនអ្នកទាំងអស់គ្នាទៅសួរនាំអ្នកណាគេដែលគឺជា agent ដែលគេថាអូយកតែ 2% កន្លះអ្នកទាំងអស់គ្នាប្រយ័ត្នតិចព្រោះហ្នឹងជួនកាលគេយកតែបញ្ជាហៀងទេពីព្រោះដោយសារច្បាប់ឥឡូវហ្នឹងគឺអត់ចាំបាច់យកពេញទេពីព្រោះអីគឺដោយសារផ្ទះខ្លះគឺអ្នកទិញហ្នឹងត្រូវចេញថ្លៃ commission ហ្នឹងទៅឲ្យអ្នកដែលគាត់ agent ហ្នឹងចាអញ្ចឹងជួនកាលពេលយើងទៅ estimate លេខមួយឃើញ agent នេះគឺយកតែ 2%កុំទាន់អាចសញ្ញាកតាស្នាមភ្លាមៗអ្នកទាំងអស់គ្នាត្រូវសួរនាំគេសិនតែ commission នេះឯងហ្នឹងគឺខាងសេវាកម្មខាងអ្នកលក់អ្នកទិញឬមួយក៏សងខាងព្រោះនេះខ្ញុំជឿថាគេមិនដែរយក 2% ទេបើសិនជាទាំងសងខាងចាអញ្ចឹងប្រយ័ត្នបន្តិចអ្នកទាំងអស់គ្នាព្រោះមានបងប្អូនខ្មែរខ្លះគាត់ច្រឡំអញ្ចឹងដែរហើយមួយទៀតគឺយើងបង់ថ្លៃរត់កតាស្នាមចាដូចជាកន្លែង Esco នេះខ្ញុំធ្លាប់និយាយហើយគឺយើងបង់ម្នាក់ពាក់កណ្ដាលអញ្ចឹងវាជិតយោងទៅតាមតម្លៃដែលយើងលក់អញ្ចឹងតម្លៃលក់ឧទាហរណ៍យើងលក់1លានអញ្ចឹងធម្មតា Esco ក៏វាពីវាត្រូវគុណនឹងតម្លៃ1លានដែរព្រោះដោយសារគេរៀបចំសកម្មភាពគេឲ្យយើងគឺជាតម្លៃ1លានអញ្ចឹងអ្នកទិញ pay ពាក់កណ្ដាលគឺអ្នកលក់ pay ពាក់កណ្ដាលចាមួយទៀតគេហៅថាថ្លៃ title គឺជាកន្លែង insurance មួយសម្រាប់ protection រវាងអ្នកលក់ជាមួយអ្នកទិញតែអ្នកលក់គឺជាអ្នកចេញព្រោះយើងលក់តែហ្នឹងទៅឲ្យអ្នកទិញយើងត្រូវបញ្ជាក់ថាអ្នកទិញខ្ញុំលក់ឲ្យអ្នកឯងក្នុងតម្លៃ1លានប៉ុន្តែខ្ញុំសន្យាថាខ្ញុំអត់មានចម្ពាក់លុយណាគេទេនេះគឺជា insurance សម្រាប់ការពារកម្មសិទ្ធិផ្ទះរបស់ខ្ញុំអញ្ចឹងបើសិនជាមានការអីនេះគឺជាកន្លែង insurance ខ្ញុំធានារ៉ាប់រងថាផ្ទះខ្ញុំហ្នឹងអត់មានចម្ពាក់ណាងាយទៀតទេបើសិនជាមាននេះគឺជា insurance សម្រាប់ការពារព្រោះពេលដែលយើងទៅខ្ចីលុយយើងលក់ផ្ទះទិញផ្ទះនៅស្រុកនេះគឺគេត្រូវការពារក្នុងករណីថាបើសិនជាមានបញ្ហាអីកើតឡើងថ្ងៃក្រោយហើយដែលយើង pay មួយទៀតគឺថ្លៃ property tax របស់យើងបើសិនជាយើង pay property tax យើងហើយអញ្ចឹងធម្មតាជួនកាលកន្លែង Esco គេត្រូវកាត់កងរវាងថ្ងៃដែលយើងលក់ហើយនឹងមុនថ្ងៃដែលយើងលក់អញ្ចឹងឧទាហរណ៍ថាធម្មតាតាក់6ខែម្ដងអញ្ចឹងបើយើងបិទ Esco ខែ7អញ្ចឹងសម្រាប់ខែ6ខែ5ហ្នឹងយើងជាម្ចាស់ផ្ទះគឺយើងត្រូវទទួលខុសត្រូវរបស់ថ្លៃតាក់ហ្នឹងអញ្ចឹងអ្នកទិញគេនឹងតែ take over គឺថ្ងៃដែលគេបិទ Esco ទៅគឺជាការទទួលខុសត្រូវរបស់អ្នកទិញប៉ុន្តែមុនហ្នឹងគឺជាការទទួលខុសត្រូវរបស់យើងដែលយើងត្រូវបង់ property tax ទៅបង់ insurance ទៅអីហ្នឹងអាហ្នឹងគឺជាសេវាកម្ម fee របស់យើងដែលយើងត្រូវចំណាយអញ្ចឹងខ្ញុំវិលត្រឡប់ទៅវិញ commission គឺគេឆាយពី4ទៅ6%អ្នកទាំងអស់គ្នាយកយោងទៅលើយើងការចរចាគ្នាជួនកាលទៅ transaction ខ្លះគឺដូចថាយកយោងស្គាល់គ្នា discount family អីចឹងទៅអញ្ចឹងពី4ទៅ6%អ្នកទាំងអស់គ្នាចាហ្នឹងគឺជា standard ចា Esco fee គឺយកយោងទៅតាមតម្លៃផ្ទះយើងលក់ហើយ title insurance ក៏យកយោងទៅតាមកន្លែង insure ដែលយើងត្រូវ insure តែយើងដែរចាអញ្ចឹង